ក្នុងមកសបុកនាងគឺយើងទទួលបានសរសៃសូត្រហ្នឹងពីចន្លោះពី350ទៅ400ម៉ែត្រចាក្នុងមកសបុកនាងវិញលេងបងធ្វើអញ្ចឹងគិតថាអាចការពារបានប្រមាណ%ទេបងយើងការពារបានច្រើនតែបើសិនជាយើងអត់ធ្វើវាឡើងទៅច្រើនវាមានបញ្ហាប៉ះពាល់ដល់កូននាងយើងការបង្កាត់ពូជហ្នឹងយើងប្រើរយៈពេល12ម៉ោងចាក្នុងការបង្កាត់ពូជហ្នឹងហើយ12ម៉ោងលឿនអូខេយូ12ម៉ោងគឺកន្លះថ្ងៃណាហើយអាចរបស់វាហ្នឹងគឺយើងអាចយកអាខ្មៅនេះគឺជាលាមករបស់វាលាមករបស់វាហ្នឹងយើងអាចយកទៅធ្វើជាជីក៏បានយកទៅនិយាយទៅធ្វើជីល្អសត្វនេះសត្វស្លុកពីគេចាហើយវាអត់ប៉ះពាល់អត់ល្មើសអត់អីទាំងអស់សួស្តីអ្នកនរគ្នាបើសិនជាអ្នកនរគ្នាជាអ្នកតាមដានយើងដំបូងនៅទីនេះពួកយើងនឹងចែករំលែកអំពីបទសម្ភាសន៍ជាមួយនឹងម្ចាស់អាជីវកម្មក៏ដូចជារឿងរ៉ាវពីក្រោយការតស៊ូរបស់បុគ្គលមួយចំនួនក្នុងសង្គមខ្មែរខ្ញុំបាទកុសលសូមស្វាគមន៍មកកាន់កម្មវិធីជ្រុំមួយនៅប្រទេសកម្ពុជាសួស្តីបងចាជំរាបសួរអូនបាទបងទីនេះគឺជាសិប្បកម្មសូត្រមែនទេបងចឹងចង់ឲ្យបងបញ្ជាក់តិចថាតើនៅទីនេះស្ថិតនៅក្នុងភូមិឃុំមិនដែរហើយការរៀបចំឬក៏ការកកើតឡើងនៃតំបន់ហ្នឹងកើតឡើងតាំងពីពេលណាដែរបងអូខេជាដំបូងជិបសួរអូននឹងឲ្យបងចង់បញ្ជាក់បន្តិចតទៅនឹងកាស្ថានសូត្រសិប្បកម្មអង្គរគឺយើងមានទីតាំងនៅស្រុកពួកនេះផ្ទាល់ហើយឥឡូវបងនឹងនាំអូនទៅទស្សនានៅកន្លែង welcome information បងតាខ្ញុំដឹងជាពីមុនដូចជាមានឈ្មោះមួយទៀតបងមានអត់ឬក៏យ៉ាងម៉េចដែរបើជាស្អីផងខ្ញុំខុសហ៎បងចាតាមពិតទៅយើងមានជាក្រុមហ៊ុនតែមួយទេប៉ុន្តែភាសាខ្មែរយើងគឺយើងហៅថាក្រុមហ៊ុនសិប្បករអង្គរដល់ពេលភាសាអង់គ្លេសគឺយើងហៅថាក្រុមហ៊ុន Artisan អង្គរចាអ្នកខ្លះស្គាល់តែក្រុមហ៊ុន Artisan អង្គរទេដោយសារភាគច្រើនភ្ញៀវបរទេសគាត់មកគាត់ហៅតែ Artisan អង្គរអញ្ចឹងណាតែជាក់ស្ដែងខ្មែរយើងថាសិប្បករអង្គរចាឥឡូវបងនាំអូនទៅស្គាល់ពីប្រវត្តិទ្រុសរបស់ក្រុមហ៊ុន Artisan អង្គរផ្ទាល់ទៅបាទចានិយាយទៅក្រុមហ៊ុន Artisan អង្គររបស់យើងហ្នឹងគឺចាប់ផ្ដើមសិប្បករអង្គរចាប់ផ្ដើមក្នុងឆ្នាំ1992ដើមឡើយគ្រាន់តែជាសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈចានៅទីនេះគឺគាត់មកលក្ខណៈ train គាត់រៀនពីជំនាញផ្សេងដូចជាឆ្លាក់រូបជំនាញត្បាញសូត្រនិយាយទៅធ្វើផលិតផលសូត្រឬក៏ជំនាញតាក់ទងនឹងអេឡិចត្រូនិកជំនាញតាក់ទងនឹងជាងភ្លើងជាងទឹកអីចឹងណាតែដល់ពេលក្នុងឆ្នាំ1994នេះបងសូមបញ្ជាក់បន្តិចយើងចាប់ផ្ដើមឡើងនៅឆ្នាំ1992ប៉ុន្តែគឺនៅខាងសៀមរាបទេនៅទីតាំងដំណាំណាបងសៀមរាបហ្នឹងគឺយើងនៅស្ទឹងថ្មីចាយើងនៅចំកណ្ដាលទីក្រុងហ្មងនៅបៀតសាចាស់ចាអូខេហើយនៅក្នុងឆ្នាំ1994ហ្នឹងយើងបានបង្កើតនៅវិទ្យាស្ថានសូត្រនេះផ្ទាល់ចាដែលយើងហៅថាសិប្បករអង្គរកន្លែងតម្បាញសូត្រណាហើយនៅក្នុងឆ្នាំ1998នេះយើងមានជំនួយពីអង្គការអឺរ៉ុបសហភាពអឺរ៉ុបគាត់បានមកជួយផ្ដល់ជាជំនួយដល់ក្រុមហ៊ុនផ្ទាល់ទៅហើយយើងក៏បានបង្កើតជាផលិតផលចេញជាផលិតផលមួយចំនួនដើម្បីធ្វើការដាក់លក់ដល់ពេលដាក់លក់ទៅយើងដឹងថាលក់ទៅណាហើយក៏ក្នុងឆ្នាំ2003នេះក៏យើងចុះជាចុះនៅក្នុងក្រសួងពាណិជ្ជកម្មចាជាក្រុមហ៊ុនចម្រុះពាក់កណ្ដាលសាធារណៈនិងឯកជនអញ្ចឹងណាយើងមានការគ្រប់គ្រងផ្សេងពីរដ្ឋាភិបាលផងដែរអញ្ចឹងអូនចាហើយមួយទៀតក្នុងចន្លោះឆ្នាំ2000ទៅ2003យើងបានមានវត្តមានរបស់សម្ដេចគាត់អញ្ជើញមកទស្សនានៅយើងផ្ទាល់ចានៅសម្ដេចហ៊ុនសែនយើងណាអូនចាហើយនៅពេលដល់ឆ្នាំ2000ចុងឆ្នាំ2019ដល់ឆ្នាំ2020កូវីដបានមកដល់ហើយយើងក៏បានសម្រេចចិត្តបិទក្នុងឡុងពេលហ្នឹងអញ្ចឹងណាហើយយើងបានបើកដំណើរការឡើងវិញនៅក្នុងឆ្នាំ2024ខែ7នៅកាស្ថានសូត្រនេះផ្ទាល់ចាបងសម្រាប់ខ្ញុំបកទៅឆ្នាំ92បន្តិចការដែលថាបងបើកទៅបងមានទទួលប្រដបដាជំនាញនៅកាន់ក្មេងៗបងពេលពុតមិនក្មេងដែលគាត់ចូលរៀនហ្នឹងតើជាក្មេងដែលយើងកំណត់តំបន់ក្នុងការយកគាត់មកឬក៏យើងចូលរើសថាសិស្សម្នាក់ហ្នឹងគឺគាត់មានទេពកោសល្យបងទេពកោសល្យទៅលើខាងសិល្បៈខាងចម្លាក់អញ្ចឹងទៅយើងអាចទៅគាត់មកឬក៏យ៉ាងម៉េចដែរបងជាទូទៅយើងឲ្យអត្ថភាពពួកគាត់ទាំងអស់តែភាគច្រើនពួកគាត់ជាអ្នកដែលមកពីទីជនបទហើយគាត់អត់មានអាចជាអត់មានការងារធ្វើឬក៏អត់មានបទពិសោធន៍មកពីគ្រួសារដែលមានជីវភាពក្រខ្សត់ចាអញ្ចឹងទៅគាត់មកគាត់រៀននៅទីនេះហើយយើងផ្ដល់នៅជំនាញចំណេះដឹងជូនគាត់ចាហើយពួកគាត់ហ្នឹងគឺមានអាយុចាប់ពី18ឆ្នាំទៅដល់25ឆ្នាំបាទបងបច្ចុប្បន្នហ្នឹងសិស្សប្រហែលអ្នកហើយបងដែលបានបញ្ចប់
មុនឆ្នាំកូវីដយើងមានច្រើនយើងមាននិយាយទៅបើនិយាយពីបុគ្គលិកទាំងមូលរួមទាំងសិស្សទាំងអីយើងមាន1200នាក់ជាមួយនឹងសិស្សផងហើយនឹងបុគ្គលិកនៅក្នុងអាទិសអង្គរនេះផ្ទាល់តែដល់ពេលកូវីដរួចហើយយើងបើកដំណើរការឡើងវិញបច្ចុប្បន្នយើងមានតែ475នាក់ទៅ500នាក់ចាហ្នឹងបាទតែបងយើងចង់ដើរបណ្ដាបងចង់អាចប្រាប់ដែរទៅតែប៉ុនជាមួយនឹងជំនួយពីខាងណាដែរបងជំនួយការពីដើមឡើយយើងគ្រាន់តែជាសាលារៀនបណ្ដុះបណ្ដាលវិជ្ជាជីវៈប៉ុន្តែយើងក្នុងឆ្នាំដូចបងនិយាយអញ្ចឹងឆ្នាំ1998យើងមានជំនួយពីសហភាពអឺរ៉ុបចា៎ហើយយើងក៏បានចូលរួមពីខាង Vinci ខាងពលានយន្តហោះហើយនឹងមួយទៀតគឺយើងបានពីអាជ្ញាធរអប្សរាចា៎ហើយខាងនេះដែរបងចង់បង្ហាញអូនតាក់ទងនឹងផែនទីរបស់កាសស្ថានសូត្រយើងផ្ទាល់ចា៎នៅខាងនេះគឺយើងមានចំការមូន2ហិកតាហើយពេលដែលអូនទស្សនាចំការមូនហើយអូននឹងមកឃើញនៅកន្លែងនេះគឺយើងជាផ្ទះដង្កូវនាងចាដែលយើងបានចំដង្កូវនាងនៅក្នុងផ្ទះហ្នឹងណាបន្ទាប់ពីមើលទស្សនាផ្ទះដង្កូវនាងហើយយើងមកពីរបៀបស្រាវសូត្រទីនេះគឺជារបៀបស្រាវសូត្រនៅចំណុចទី5ហ្នឹងរបៀបដែលយើងស្រាវសូត្រហើយនៅមកដល់ចំណុចទី6នេះគឺកន្លែងតម្បាញចាសិប្បកររបស់យើងគាត់ត្បាញអីនៅហ្នឹងណាបាទបងបន្ទាប់ពីចេញពីតម្បាញមកយើងមកដល់សារមន្ទីរចានៅនេះគឺក្នុងសារមន្ទីរហ្នឹងគឺយើងមានតាំងដូចជាកៃបុរាណហើយមានតាំងតាក់ទងទៅនឹងចម្លាក់មួយចំនួនចាហើយចុងបញ្ចប់នេះគឺយើងនឹងមានជាហាងចាសម្រាប់ដាក់ផលិតផលសម្រាប់លក់នៅក្នុងហាងនឹងផ្ទាល់បងខ្ញុំចង់ឲ្យបងបញ្ជាក់បន្តិចថាបើអាចអញ្ចឹងបណ្ដាបងពាក់ព័ន្ធជាមួយនឹងមហាឬក៏អ្នកផ្សេងគាត់ចង់មកហ្នឹងតើគាត់មកគាត់ត្រូវមានការភេអីផ្សេងទេបងពីទុនសម្បត្តិអីខ្ញុំចង់ឲ្យបងបញ្ជាក់បន្តិចកន្លែងហ្នឹងចាបច្ចុប្បន្នក្រុមហ៊ុនគឺ free គឺអត់មានការភេទេគឺគាត់ទស្សនាដែលគិតថ្លៃទៅកាសានសូត្រនេះផ្ទាល់បាទបងចាហើយហ្នឹងហើយអញ្ចឹងសម្រាប់ការមកទស្សនាហ្នឹងយើងបើកទូទៅហ្មងអត់មានកំណត់ថាភ្ញៀវបរទេសឬក៏ភ្ញៀវខ្មែរទេបងមែនទេចាយើងទទួលទាំងអស់ទាំងភ្ញៀវបរទេសនិយាយទៅគឺទទួលគ្រប់ភ្ញៀវទាំងអស់អត់ប្រកាន់ពូជសាសន៍ទេចាបាទខ្ញុំធ្លាប់បានមកម្ដងដែរកាលពីដូចជាមួយខែ2ខែមុនហើយនឹងខ្ញុំចាប់អារម្មណ៍ពាក់ព័ន្ធជាមួយនឹងកន្លែងចំការម៉ូនហើយនឹងកន្លែងដែរកន្លែងនេះគេហៅគេបងកន្លែងផ្ទះដង្កូវនាងចាហ្នឹងហើយខ្ញុំឃើញចំនួនវាប៉ុណ្ណឹងខ្ញុំមិនដឹងថាវាអាចផ្គត់ផ្គង់គ្រប់អត់ទេបងតាមពិតយើងមាននៅនេះយើងដាក់សូភ្ញៀវដល់ឡែកយើងមានកន្លែងចំនៅរោងខាងនោះដែរអញ្ចឹងណាដល់ពេលហ្នឹងយើងអត់ចង់ឲ្យភ្ញៀវគាត់ទៅរំខានដល់ដង្កូវនាងទេព្រោះដង្កូវនាងទាមទារការមើលថែយ៉ាងល្អមែនទែនសំបីតែក្លិនទឹកអប់ស្ព្រេឬក៏ថ្នាំមូសអីអាចប៉ះពាល់ទៅដល់ដង្កូវនាងអាចធ្វើឲ្យវាឈឺបណ្ដាលឲ្យវាស្លាប់បាត់បង់ជីវិតក៏បានដែរចាអញ្ចឹងបានយើងព្យាយាមធ្វើម៉េចយើងបំបែកវាកន្លែងផ្ទះដង្កូវនាងខាងនេះទៅសម្រាប់សូភ្ញៀវហើយខាងនោះគឺយើងមានចិញ្ចឹមផ្សេងទៀតចាអញ្ចឹងណាពីផ្ទះហ្នឹងអាចផ្គត់ផ្គង់គ្រប់ទេបងគ្រប់តាអូនចាហ្នឹងហើយពីព្រោះមួយជាយើងទទួលបានសម្បុកនាងច្រើនអាចដឹងចំនួនទេបងថាប្រហែល10000កើតដល់អត់ប្រកាសអូនខ្ញុំឃើញវាច្រើនមែនទែនបងហ្នឹងហើយនេះដូចជាកន្លែងនេះគឺជាចំការមូនកន្លែងនេះយើងហៅថាចំការមូនចាហ្នឹងហើយទឹកដីដែលយើងដាំចំការមូននៅទីនេះគឺយើងមានផ្ទៃដីចំនួន2ហិកតាហ្នឹង2ហិកតាហើយមូនយើងមាន4ប្រភេទខាងមុខអូននេះគឺជាមូនជប៉ុនចាមូនជប៉ុនហើយខាងនោះគឺជាមូនបាយហើយយើងមានមូនល្ហុងនៅខាងនោះដល់ពេលខាងនេះគឺមូនផ្លែភាគច្រើនយើងយកមូនផ្លែយើងយកឲ្យស្លឹករបស់វាគឺយើងយកដង្កូវនាងធ្វើជាចំណីចាទៅជាចំណីសម្រាប់ដង្កូវនាងអញ្ចឹងណាដូចប្រហែលភេទដែលបងលើកឡើងមុនហ្នឹងវាខុសគ្នាយ៉ាងម៉េចដែរបងតាក់ទងនឹងមូនជប៉ុនគឺយើងអត់ប្រើឲ្យដង្កូវនាងអត់យកធ្វើជាចំណីដល់ដង្កូវនាងទេព្រោះស្លឹកមូនជប៉ុនហ្នឹងវាប៉ះពាល់មិនវាប៉ះពាល់ទេស្លឹកវារឹងវាក្រើមដង្កូវនាងវាអត់ញ៉ាំទេហ្នឹងហើយអូខេចុះបើសិនជាវាអត់ញ៉ាំតែបើវាអត់ញ៉ាំតើបងយើងដាំវាធ្វើអីបងយើងដាក់យើងដាក់បង្ហាញឲ្យគេដឹងថាវាមានប្រមាណប្រភេទអញ្ចឹងបងអូខេបងជាទូទៅដង្កូវនាងគឺញ៉ាំវាញ៉ាំមូនផ្លែចាហ្នឹងហើយហើយវាយកយើងយកតែស្លឹកខ្ចីទេយើងអត់ប្រើស្លឹកចាស់ដើម្បីធ្វើជាចំណីវាទេ
môn một phần nắng anh cột cô ngồi thì cơn niên không gặp lật sốt bán cấm thế bông nơi ní dương miền tây đây 2 hecta hay dương miền đam nơi khẳng mộc lời châu nắng 1 hecta cả lá 1 hectaទៀត ចាអញ្ចឹង 3 hecta កន្លះគឺគ្រប់ចា អត់មានការយកពីខាងណាពីខាងខណ្ឌណាផ្សេងមកទេបងក្នុងលក្ខខណ្ឌមួយបើសិនជាពេលណាដែលយើងដាំទៅវាអត់អំណោយផលយើងអាចទៅសុំទិញពីខាងប្រជាជននៅតាមជនបទហើយពួកគាត់ក៏លក់ឲ្យមកយើងជួយផ្គត់ផ្គង់យើងចឹងដែរណាតែតម្លៃហ្នឹងកសិដ្ឋានសូត្រយើងផ្ទាល់នេះការដាំដើមមុនហ្នឹងគឺយើង start នៅថ្ងៃទី1 ខែ 3 2024 ការដាំឡើយការដាំគឺរៀងពិបាកបន្តិចដោយសារតែអាកាសធាតុក្តៅក៏ពិបាកក្នុងការដាំដែរចុះបើភ្លៀងភ្លៀងល្មមអត់អីទេតែបើសិនជាភ្លៀងខ្លាំងវាធ្វើលិចទឹកវាអាចធ្វើប៉ះពាល់ដល់ដើមមូនដែរចាអញ្ចឹងណាវាអត់មានផ្លែឬក៏វាអត់មានស្លឹកឬក៏ជាមិនទេបងស្លឹកវាលូតលាស់អត់សូវបានល្អចាហ្នឹងហើយអូនដឹងថាដើមមូនក្នុងមួយដើមគឺយើងប្រើទឹក1លីត្រក្នុងមួយថ្ងៃចាហ្នឹងហើយអញ្ចឹងការដាំគឺមានការមើលថែមែនតើចាដិតដល់ល្អបាទហ្នឹងហើយបងអូខេតែយើងអាចទៅតមួយទៀតអូនចេញឡើងមកមើលនៅផ្ទះដង្កូវនាងហ្មងណាបាទអូនឃើញខាងក្រោមនេះខាងក្រោមនេះគឺយើងមូលហេតុអីបានយើងដាក់ទឹកអូនដឹងអត់ដោយសារតែយើងការពារកុំឲ្យមានដូចជាសម្ោចឬក៏សត្វល្អិតឡើងទៅស៊ីដង្កូវនាងអញ្ចឹងណាខានបើកាលណាមានសម្ោចឬក៏សត្វល្អិតឡើងទៅស៊ីដង្កូវនាងវាធ្វើឲ្យដង្កូវនាងហ្នឹងស្លាប់អញ្ចឹងទៅយើងការពារកុំឲ្យមានសម្ោចឬក៏សត្វល្អិតផ្សេងបងធ្វើអញ្ចឹងគិតថាអាចការពារបានប្រមាណ%ទេបងយើងការពារបានច្រើនតែបើសិនជាយើងអត់ធ្វើវាឡើងទៅច្រើនវាមានបញ្ហាប៉ះពាល់ដល់កូននាងយើងព្រោះយើងមិនតែដាក់ពីហ្នឹងយើងដាក់ជុំវិញទាំងអស់ហើយយើងដាក់មានថានៅអាទូរបស់វាហ្នឹងយើងដាក់មកតង់ទៀតនៅមកតង់ទៀតហ្នឹងហើយច្រើនដូចលុតឆាអញ្ចឹងមើលទៅបើកាមេរ៉ាមកចិត្តមើលដូចលុតឆាអញ្ចឹងបានប៉ាន់ក្បាលហ្នឹងបានប៉ាន់ក្បាលមួយជាលហ្នឹងតាមមើលអាចទៅមើលហ្នឹង 5-6 ប៉ាន់ទូចច្រើនណាអូខេហ្នឹងហើយតែប៉ុនមុនតកើនាងហ្នឹងមានពូជវាទេបងយើងមានតើអូនយើងពូជវាយើងយកមកពីមានពូជផ្សេងគ្នាខាងនោះគេឲ្យចូលតែដោយសារតវាជាពូជសម្រាប់ប្រកាសណាតកើសម្រាប់ប្រកាសពូជអញ្ចឹងទៅវាខ្លាចយើងខ្លាចប៉ះពាល់ដល់តង្កូវនាងទៅវាអត់មានពូជសម្រាប់ប្រកាសចាហ្នឹងហើយខាងនេះដែរបងចង់បង្ហាញអូនតិចតទៅទៅនឹងកូនតកើនាងហ្នឹងដូចគ្នាអញ្ចឹងយើងអត់អាចទៅបៀតវាពេកទេបើមិនយើងមានក្លិនទឹកអប់ឬក៏ស្ប្រេបាញ់មូសអីថ្នាំមូសអីវាធ្វើឲ្យតកើនាងហ្នឹងពុលឬក៏ឈឺអញ្ចឹងណាអូនហ្នឹងបាទហើយខាងនេះបងចង់បង្ហាញអូនតទៅទៅនឹងវត្តជីវិតនៃតកើនាងចាចំពោះវត្តជីវិតនៃតកើនាងគឺយើងមានរយៈពេល47ថ្ងៃណាហើយដំបូងឡើយគឺយើងមានសបុកនាងអញ្ចឹងនៅពេលដែលសបុកនាងនៅពេលដែលដុកដឿហ្នឹងវានៅក្នុងសបុកនាងហ្នឹងវាធំវាកាត់សបុកនាងហ្នឹងចេញមកវាคล้ายជាមេអំបៅចាមេអំបៅយើងមានមេអំបៅញីឈ្មោលហើយយើងយកវាមកបង្កាត់ពូជចាការបង្កាត់ពូជហ្នឹងយើងប្រើរយៈពេល12ម៉ោងចាក្នុងការបង្កាត់ពូជហ្នឹងហើយ12ម៉ោងលឿនអូខេយូ12ម៉ោងគឺកន្លះថ្ងៃណាចាបន្ទាប់ពីបង្កាត់ពូជរយៈពេល12ម៉ោងហើយពួកតកើនាងហ្នឹងផ្ដាច់ខ្លួនចេញពីគ្នានៅពេលដែលផ្ដាច់ខ្លួនចេញពីគ្នាអាឈ្មោលវាបាត់បង់ជីវិតក្នុងរយៈពេល3ថ្ងៃចាមានន័យថាវាអាយុវាខ្លីមែនតើចាប៉ុន្តែញីគឺវានៅរហូតដល់រយៈពេល5ថ្ងៃហើយតកើនាងញីហ្នឹងបានដូចថាមានសុទ្ធហ្នឹងហើយបកកំណើតគេហៅថាបកសុទ្ធអញ្ចឹងហ្នឹងហើយបងពេលប៉ុនជាមួយនឹងញីឈ្មោលហ្នឹងរូបរាងវាខុសគ្នាអត់ខុសគ្នាអូនញីគឺយើងមានមៀតធំជាងហ្នឹងហើយដល់ពេលឈ្មោលទូចចាទូចជាងអញ្ចឹងវាខុសគ្នាត្រង់ហ្នឹងណាហើយដល់ពេលដែលវាបកកំណើតមករយៈពេល12ម៉ោងបន្ទាប់មកកូននាងហ្នឹងញាស់ចាបន្ទាប់ពីញាស់ហើយយើងមាន4ដំណាក់កាលហើយយើងមាន5ដំណាក់កាលដែលវត្តនៃជីវិតតកើនាងហ្នឹងចាប់ផ្ដើមធំធាត់ហើយបង្កើតជាសបុកនាងហ្នឹងហើយដំណាក់កាលទី1ហ្នឹងគឺតកើនាងវាញ៉ាំស្លឹកមូនហ្នឹងខ្ចីហើយញ៉ាំរយៈពេល3ថ្ងៃនឹងគេងមួយថ្ងៃមានន័យថាវាញ៉ាំស្លឹកមូនរយៈពេល3ថ្ងៃវាសម្រាប់មួយថ្ងៃចាហើយវាញ៉ាំតិចមែនតើ
ដោយសារវានៅទូចហ្នឹងហើយដល់ពេលចូលមកដំណាក់កាលទី2ដំណាក់កាលទី3គឺញ៉ាំដូចគ្នា4ថ្ងៃញ៉ាំ3ថ្ងៃគឺវាសម្រាប់មួយថ្ងៃដូចគ្នាអញ្ចឹងណា3ដំណាក់កាល1 2 3 4ដំណាក់កាលនេះគឺវាធ្វើដូចគ្នាអញ្ចឹងប៉ុន្តែគណៈថាខុសផ្នែកត្រង់ដំណាក់កាលទី4នេះគឺវារៀងចាប់ផ្ដើមញ៉ាំរៀងច្រើនហើយចាដល់ពេលចូលដល់ដំណាក់កាលទី5ដំណាក់កាលទី5នេះគឺតកៅនាងចាប់ផ្ដើមញ៉ាំច្រើនជាង4ដំណាក់កាលមុនទៀតក្នុងមួយវត្តជីវិតរបស់តង្កើមួយបងដឹងថាវាត្រូវការស្លឹកមនប្រហែលក្រាមដែរបងនិយាយទៅយើងអត់អាចប្រកាសបានទេដោយសារវាមានសុខភាពខុសៗគ្នាហើយតកៅនាងខ្លះវាញ៉ាំច្រើនខ្លះវាអត់សូវញ៉ាំចឹងណាអូនចាតែវាផ្ដល់ទិន្នផលប្រហែលគ្នាដែរចាហ្នឹងហើយអាស្រ័យលើតកៅនាងដែលវាមានសុខភាពល្អវាញ៉ាំច្រើនហើយវាផ្ដល់ទិន្នផលល្អជាងតកៅនាងដែលញ៉ាំតិចហើយដែលវាមានសុខភាពអត់ល្អអញ្ចឹងណាបាទបងហើយរយៈពេលដំណាក់កាលទី5នេះគឺវាញ៉ាំច្រើនជាងគេវាញ៉ាំចន្លោះពី7ថ្ងៃទៅ8ថ្ងៃដល់ពេលដែលវាញ៉ាំរួចហើយវាចាប់ផ្ដើមគេហៅថាដំណាក់កាលធ្វើសម្បុកបាទដូចថាវាចាប់ផ្ដើមខ្ជាក់ទឹកមាត់វាចេញមកដើម្បីធ្វើជាសម្បុកនាងអញ្ចឹងណាបាទនឹងអញ្ចឹងទៅណាបងរំចារំខ្លួនរបស់វាអញ្ចឹងវាវត្តជីវិតវាតជាអញ្ចឹងទៅចាអូនចាហ្នឹងហើយកាលពីនៅតូចធ្លាប់មើលរឿង Hollywood ដែរគេនិយាយរឿងបិសាចអីពីអំបៅហើយនឹងតកៅនាងអញ្ចឹងហ្នឹងហើយនេះគឺជាសម្បុកគូខុនសម្បុកនាងហ្នឹងអូនចានៅពេលអានេះគឺសម្បុកនាងដែលពេលដែលវាខ្លាយជាដុកឌឺហើយវាចាប់ផ្ដើមកាត់សម្បុកនាងហ្នឹងដើម្បីហោះដើម្បីចេញវាខ្លាយទៅជាមេអំបៅចាហ្នឹងបើយើងមើលទៅតសៃនាងគឺវាស្វិតបងមិនអត់តែវាហែកខ្លួនវាខ្ញុំមិនទៅអានឹងវាមានស្អីពេលដែលវាចាប់ផ្ដើមបកជាសម្បុកនាងវាខ្ជាក់ទឹកមាត់រំតែនៅពេលដែលវាចាប់ផ្ដើមវាខ្លាយទៅជាមេអំបៅវាខ្ជាក់ទឹកមាត់របស់វាហ្នឹងដើម្បីកាត់សម្បុកនាងដូចគ្នាឲ្យវាទន់អីចឹងទៅដូចគ្នាអូខេអញ្ចឹងបងយើងត្រឡប់ទៅមើលខាងនោះបន្តិចទៅបាទអូភ្ញៀវមកច្រើនចាភ្ញៀវគាត់មានក្រុមធំគាត់អញ្ជើញមកទស្សនានៅយើងគាត់ booking មុនហើយយើងមានកាយភាសាអង់គ្លេសដើម្បីទទួល welcome គាត់ចឹងណាខាងនេះដែរខាងនេះបងអត់បានស្ដាក់សូមេអំបៅទេដោយសារបើយើងដាក់ខាងក្រៅវាធ្វើឲ្យសັບចាបឬក៏បាក់សេមកចិត្តអូខេនេះគឺជាមេអំបៅដែលយើងចង់បង្ហាញពីភ្ញៀវបង្ហាញដល់ភ្ញៀវណាហើយក្នុងនេះគឺយើងមានមេអំបៅជាច្រើនគឺមេអំបៅញីបងមិនដឹងទេតាមមួយណាញីមួយណាឈ្មោលនេះឈ្មោលហេឈ្មោលទូជាងគេដល់ពេលញីអូនមើលពោះវាចាខ្លួនវាធំហើយរាងវាវែងជាងអាឈ្មោលទៀតចា This one is male butterfly and the small one the small one male butterfly and the big one female butterfly ហើយនេះបងចង់បង្ហាញអូនតាក់ទងនឹងកូននាងនេះគឺយើងមានអាយុកាលដល់ដំណាក់កាលទី4ហើយអញ្ចឹងរយៈពេលរបស់វាគឺវត្តនៃជីវិតបាន16ថ្ងៃតែវាចាប់ផ្ដើមញាស់ហើយវាស៊ីចំណីចាហ្នឹងហើយ yes please ហើយអាចរបស់វាហ្នឹងគឺយើងអាចយកខ្មៅនេះគឺជាលាមករបស់វាលាមករបស់វាហ្នឹងយើងអាចយកទៅធ្វើជាជីក៏បានយកទៅនិយាយទៅធ្វើជីល្អចាហ្នឹងហើយចុះមែនតើទៅបងយកនឹងតាណាដែរអាចបងដាក់នៅជីអូនធ្វើហ្នឹងហើយធ្វើជីដាក់នៅក្រោមដើមមូនអីចឹងណាតែពីព្រោះជីហ្នឹងវាចង់និយាយថាជាស្លឹកមូនទេចាព្រោះតកៅនេះវាញ៉ាំតែស្លឹកមូនអញ្ចឹងណា yes អូអាកន្លែងហ្នឹងការញ៉ាំមកកាលមុនធំហ្មងចាធំអីច្រើនទៀតតែឥឡូវឃើញដាក់ចំណីអីទៀតជាងការដល់រដូវដែលយើងត្រូវប្រមូលផលវាម្ដងអញ្ចឹងណាចាហើយនៅកន្លែងនេះគឺដំណាក់កាលទី5ហើយវាចាប់ផ្ដើមញ៉ាំស្លឹកមូនរយៈពេលចន្លោះពី7ទៅ8ថ្ងៃហើយវាចាប់ផ្ដើមខាំទេបងអត់ទេអត់អីអូនអាចប៉ះបានមានប៉ះទេអត់អីទេកូនក្មេងសិស្សសាលាគេមកដល់គេប៉ះផងគេថតផងចានេះមើលកាមេរ៉ាមែនកាមេរ៉ារត់ You can touch. Scary. Okay, I saw you before what you did in the workshop. Ô, bự. ឃើញខ្លួនរបស់វាមានដង្កូវកូននាងខ្លះខ្លួនរបស់វាคล้ายទៅជាពឿលឿងអានឹងមិនចាំហ្នឹងហើយតពេលវាคล้ายទៅជាពឿលឿងហ្នឹងវាចាប់ផ្ដើមដំណាក់កាលរោគសម្បុកហើយមានន័យថាខ្ជាក់សម្បុកតែយើងចាប់ផ្ដើមលើក
កូននាងហ្នឹងដាក់ទៅលើជាលបងមូលចឹងទៅឬក៏ពីបុរាណមកយើងប្រើអំបោសបុរាណណាចាស់បុរាណគាត់ប្រើអំបោសហ្នឹងដើម្បីចាប់តកូវនាងដាក់តែឥឡូវហ្នឹងយើងមានតិចនិកថ្មីយើងដាក់នៅលើអំបោសទេដោយសារអំបោសវាធ្វើឲ្យកក្រិចហ្នឹងហើយវាប្រមូលផលកបាក់វាប៉ះពាល់ដល់សបុកនាងធ្វើឲ្យសបុកនាងហ្នឹងមានកក្រិចមានហលីចឹងណាទៅយើងក៏ដាក់ជាអំបិលបងមូលចឹងទៅការរកឃើញនៃការធ្វើវាមូលអញ្ចឹងរកឃើញយូរណាបងនិយាយទៅពីមួយចំនួនទៅមួយចំនួនយើងចេះតែអាប់ដេតរហូតមានន័យថាយើងមាន idea ខុសៗគ្នាចឹងណាចាហ្នឹងហើយបើកាមេរ៉ាចូលថតតកូវនាងចិត្តតិចមើលចាអូននេះអត់ហ៊ានកាន់តែវាតាមប៉ាត់សัตว์នេះសัตว์ slow ទេណាតែយើងគួរឲ្យខ្លាចបងខ្លាចអីសัตว์ slow ហ្នឹងអូនចុះដុកឌឺអូនធ្លាប់ញ៉ាំហ្មងតែអានឹងឆ្អិនផ្សេងហ្មងដុកឌឺចេះញ៉ាំទៅពេលដល់ពីនេះណាកូននាងអត់ហ៊ានប៉ះមកចូលមកអូនចាចូលមកខាងក្នុងមកហ៊ានប៉ះអត់អូយអត់អេទៅណាសัตว์នេះសัตว์ slow គេចាហើយវាអត់ប៉ះពាល់អត់ល្មើសអត់អីទាំងអស់ពីព្រោះវាញ៉ាំតែស្លឹកមូនទេ slow ហើយអត់ប៉ះពាល់សុខភាពទៀតចានេះអាពើលឿងនេះវាចិត្តខ្ជាក់ទឹកមាត់ឯណោហ្នឹងហើយមានថាវាដូចបើលើដៃចាវាស្គាល់អត់វារៀងព្រឺបន្តិចចាដល់ពេលដុកឌឺញ៉ាំគ្នាយេដុកឌឺនឹងឆ្អិនផ្សេងបងឬមួយទៀតចាអញ្ចឹងតទៅទៀតបងអាចមើលនេះតិចទៅឃើញនេះពេលយើងចាប់ដាក់វានៅលើអំបិលអាហ្នឹងទៅពេលដែលយើងឃើញតែវាលឿងហើយយើងអាចចាប់វាយកមកដាក់ដើម្បីវាខ្ជាក់ទឹកមាត់របស់វាប្រហែលថ្ងៃដែរបានវាខ្ជាក់អស់បងចន្លោះដូចជា5ថ្ងៃអូន5ថ្ងៃហ្នឹងហើយ5ថ្ងៃវាចាប់ផ្ដើមខ្ជាក់ទឹកមាត់របស់វារួចហើយបានយើងប្រមូលស្បុកអាហ្នឹងដែលគេហៅថាពូជសូត្រមាសបងហ្នឹងចាហ្នឹងហើយខាងមុខហ្នឹងកន្លែងដំបាយបងឬក៏មិនបាច់ខាងមុខហ្នឹងជាកន្លែងដែលយើងស្រាវសូត្រស្រាវសូត្រហ្នឹងហើយស្រាវសូត្រយើងយកសរសៃសូត្រពីសបុកនាងណាហើយនៅខាងមុខទៀតគឺយើងមានកន្លែងប្រម៉ោកហើយនឹងកន្លែងអន្តងផ្ទៃ